បងនំចុកវិញខ្ញុំស្លខ្មែរឆ្ងាញ់ឆ្ងាញ់បងមកអូនញ៉ាំអីនៅក្នុង YouTube មកញ៉ាំនំចុកវិញខ្ញុំនំចុកឡោះខ្មែរឆ្ងាញ់បែបខ្មែរយើងមែនអត់បរទេសក៏គាត់ឆ្ងាញ់ដែរគាត់ជួយចិត្តដែរអ្នកខ្លះហ្នឹងជាភាសាគាត់បានប្តីជនជាតិហ្មងគាត់បរៀនម៉ែក្មេងគាត់ចាំមើលទៅក៏អស្ចារ្យណាស់គាត់បរៀនប្តីគាត់ឲ្យហូបស្លខ្មែរប្រហុកល្អណាស់ចេះហូបតាមប្រពន្ធឲ្យវាស្រឡាញ់ប្រពន្ធកូនស្រឡាញ់ប្តីមានអ្នកបានប្រពន្ធជនជាតិដែរហ្នឹងហើយក៏ហូបតាមគ្នាប្តីក៏ហូបតាមប្រពន្ធនោះក៏ហូបតាមឆ្ងាញ់ណាស់ឆ្ងាញ់ណាស់និយាយភាសាលឿនគេហៅតែប៉ឡាំអស់ចាមកនំបញ្ចុកស្លខ្មែរយើងអស់ចាមួយទៀតគឺត្រឡកកូរឆ្ងាញ់ណាស់ផ្ដាំមកខ្ញុំស្លប់ប្រហើបុកគ្រឿងដល់ខ្ញុំមកនៅឧត្តមមានជ័យខ្ញុំចេះតាមអ្នកឧត្តមមានជ័យមកបែបទៀតស្ងោរជីស្ងោរខ្ទឹមសស្ងោរល្មៀតកុលកៃហាន់ឲ្យខ្លីៗបែបនេះណាស្ងោរឲ្យភ័យខ្ញុំបុកបងប្អូនហាន់ដល់ពេលហើយស្ងោរឲ្យភ័យខ្ញុំបុកហើយអាទឹកហ្នឹងក៏ដាក់ស្ងោរត្រីតែម្ដងហើយយកមកបេះហើយយើងបុកហើយយើងពូតទឹកអូឆ្ងាញ់លេខ1ហ្មងហើយដល់ពេលហ្នឹងយើងដាក់ខ្ជាយច្រើនតិចដូងច្រើនបងប្អូនអូឆ្ងាញ់ណាស់និយាយទៅវាអត់មានកាក់លកៃទាំងអស់ហើយយើងញីលកៃដាក់ក្នុងទឹកសឡងតិចទៀតទៅចាញីលកៃហើយនេះអាចបុកគល់លកៃគល់មិនដេញមិនដេញទេខ្ជីល្មៀតហ្នឹងបងប្អូនបុកទៅច្រោះទៅអូយមានតកាក់មានតែកាក់ទាំងអស់វាឆ្ងាញ់វាខ្ទិះហ្មងឆ្ងាញ់លេខ1ខ្ញុំធ្វើតែអញ្ចឹងឥឡូវចង់ឡាបុកគ្រឿងស្រស់ហើយអត់បុកគ្រឿងស្ងោរម្ដងអូឆ្ងាញ់ណាស់បងប្អូនហើយបងប្អូនធ្វើតាមមើលបើចង់